Sorry nè, nhà đấy còn nhâm chai lại trong này đằng khay tôi hay giá sầm rập này lại cọt che hái ở đây thế hay sầm rập nè đây mình thon che hay nè đây cọt cọt bông đập bờ cọt mình hiền thì sân mình hiền ấy khai bật Play Storeนี่สังเกตที่บอกเพลงมัน China version อ่ะนี่คือ Oppo hayนี่คือ Vivo Mi Redmi hayนี่คือVivo អញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ reset machine ឬក៏ចង់អីហើយគាត់មិនហ៊ាន reset ក៏ខ្លាចបាត់ Play Store អីណាអញ្ចឹងអ្នកគ្នាមិនបាច់ខ្វល់ទេអត់អីទេហើយនេះគឺជាវិធីក្នុងការតឡើង Play Store នៅលើ China version គ្រប់ machine ទាំងអស់របស់ Vivo របស់ Oppo របស់ Redmi អីចឹងណាសម្រាប់ Oppo អ្នកគ្នាអាចចូលទៅ App Market ហើយយ៉ានៅក្នុងហ្នឹងគឺវាមាន auto បន្តិចរបស់វាស្រាប់តែម្ដងសម្រាប់ Oppo យើងគ្រាន់តែ download យើងចុចចាប់ពាក្យ Play Store យ៉ាចុចចាប់ពាក្យ Play Store មកវានឹងឃើញនៅលើនឹងឲ្យអ្នកគ្នាហ្មងបន្តិចនេះវានឹងឃើញនៅលើនឹងឲ្យអ្នកគ្នាហ្មងឃើញទេអញ្ចឹងអ្នកគ្នាអាច update វាទៅ Play Store ហ្នឹងគឺ auto បន្តិចឡើងទៅលើអេក្រង់របស់អ្នកគ្នាហើយអ្នកគ្នាគ្រាន់តែបើក Google Switch ចាំមើលខ្ញុំបញ្ជាក់ម្ដងទៀតហើយសម្រាប់ Xiaomi គឺអ្នកគ្នាចូលទៅក្នុង Get App នេះ Get App របស់រូប Xiaomi ហ្នឹងតែម្ដងដូចគ្នាអ្នកគ្នាគ្រាន់តែ search ពាក្យថា Play Store ទៅនេះអ្នកគ្នាចុច update ទៅគឺយើងអាច download បានហើយក៏ដូចជា Vivo អ្នកគ្នាចូលទៅ Vivo app របស់នេះរបស់ Vivo តែម្ដងហើយអ្នកគ្នាវាយពាក្យ Play Store ដូចគ្នាឃើញ install វាមកអញ្ចឹងវាអត់មានជាអ្វីដែលចម្បាក់ទេគ្រាន់ថាពេលខ្លះអ្នកគ្នាចូលទៅ down install APK អីវាអត់សុវត្ថិភាពសម្រាប់ទូរស័ព្ទយើងទេអញ្ចឹងយើងចូលទៅក្នុង app របស់វាទូទៅអ្នកគ្នាពីច្រើនចូលទៅក្នុង Chrome បន្ទាប់មកចូលទៅក្នុងនេះរបស់វាអ្នកគ្នាគ្រាន់តែយកតែចុច google.com នេះហើយបន្ទាប់មកអ្នកគ្នាចូលទៅ install APK តែអានេះគឺជាវាយឺតវាយូរហើយវាអត់សុវត្ថិភាពហើយនេះគឺ app Zin របស់នៅក្នុង app របស់ China version តែម្ដងគ្រាន់ថាទូរស័ព្ទផ្សេងៗវាមាន app ផ្សេងៗគ្នាណាអញ្ចឹងអ្នកគ្នាអាចចូលទៅប្រើ Play Store បានតែម្ដងអូខេចាហើយសម្រាប់ទូរស័ព្ទមួយចំនួនអ្នកវាតម្រូវអ្នកគ្នាបើក Google Service មានន័យថានេះ Google Play Store នេះគឺឲ្យអ្នកគ្នា enable Google Service តែប៉ុណ្្នឹងទៅគឺហើយនេះអញ្ចឹងអ្នកគ្នាអាចចូលទៅបើកចូលទៅបង្កើតតាមចិត្តរបស់អ្នកគ្នាអញ្ចឹងខ្លីៗពីវាហើយកុំភ្លេច like និង share វីដេអូនៅផងខ្ញុំនឹងចែកម្លែកតាក់ទងជាមួយនឹងកលឹះតិចតាក់ទងមួយការប្រពៃម៉ាស៊ីន China version ហើយអ្នកគ្នាអាច reset ម៉ាស៊ីនហើយអាចតម្លើងតាមវិធីនេះក៏បានដែរសម្រាប់អ្នកចេះហើយអត់អីក៏អស់ម្លងទៅហើយសម្រាប់អ្នកដែលមិនទាន់ចេះអ្នកគ្នាអាច share ទុកក៏បាន share ទុកក៏បានអរគុណបាយ